ក្នុងថ្ងៃទី25ខែសីហាដែលត្រូវជាថ្ងៃមមែមីយីនឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំមមីកុលហើយនឹងថោះចំពោះអ្នកដែលត្រូវការធាតុមាសហើយនឹងដីក៏ល្អ50%ផងដែរឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើការគ្រប់គ្រងមុខរបរអាជីវកម្មការគ្រប់គ្រងនៅចំណូលចំណាយមានឆ្នាំឆ្លូវធាតុឈើវ័យ42ឆ្នាំនិងឆ្លូវធាតុភ្លើងវ័យ30ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងកើតហើយនិងទិសខាងជើងឈៀងខាងកើតចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងការដែលយើងចង់ចាប់លាបយើងអាចប្រើប្រាស់បាននៅទិសខាងកើតទី2 90អង្សាដោយការដាច់ជាទឹកមានចលនាឬក៏យើងដោតជាគោមវិលក៏ល្អប្រសើរផងដែរម៉ោងដែលយើងធ្វើការចាប់លាបចន្លោះម៉ោង5ទៅម៉ោង7ព្រឹកនិងមួយវេនចុងក្រោយម៉ោង9ទៅម៉ោង11ថ្ងៃត្រង់សម្រាប់ថ្ងៃនេះផ្ទាល់យើងឃើញថាតារាសាស្ត្រមានភាពត្រួតស៊ីគ្នារវាងប្រចាំថ្ងៃហើយនិងខែនៅគ្រប់ប្រឡោះទាំងអស់ទិសណាដែលល្អគឺល្អខ្លាំងទិសណាដែលមិនល្អយើងគួរតែបំរុងមកការពារជាពិសេសចំពោះកិច្ចការងារសំខាន់ដែលយើងចង់ចាប់ផ្ដើមឬក៏ប្រព្រឹត្តនៅក្នុងថ្ងៃនេះផ្ទាល់គួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ទៅលើកិច្ចការងារទាំងអស់នេះមុននឹងធ្វើការសម្រេចចិត្តឬក៏អនុវត្តនៅក្នុងថ្ងៃទី27ខែសីហាខាងមុខនេះជាវេលានៃការលាងសូយចំពោះការលាងសូរយើងអាចប្រើជាឈុតអំបិលហេម៉ាឡៃហើយនឹងសេកនេះបានចំពោះសេកនេះវាមានលក្ខណៈជាធូបយើងអាចអុជនៅក្នុងបន្ទប់ម្ដងបានវាមានលក្ខណៈងាយស្រួលមានន័យថាយើងអាចអុជចោលបានបងប្អូនអាចធ្វើការកំងបានចំពោះឈុតលាងសូរខ្ញុំនឹងរើសពេលវេលាទៅតាមថ្ងៃខែឆ្នាំកំណើតរកពេលវេលាដ៏ល្អនៅក្នុងការប្រើប្រាស់ជូនសម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅលើ page នេះផ្ទាល់ជូនពរសំណាងល្អ